អូខេសួស្តីពុកម៉ែបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមកអាប់ដេតតាក់ទងគេ Visto យើងលេងបានប៉ុណ្ណាហើយអានេះវីដេអូនេះគឺខ្ញុំបានផ្លាស់ប្ដូរយ៉ាន់វាហើយយើងលេងយ៉ាន់មកទឹកទេយើងអត់មានលេងយ៉ាន់ថ្មីទេតែនេះ 7J អញ្ចឹងវាអត់សូវលៀនប្រហែលទេយើងដាក់អាហ្នឹងសិនកាលទិញប្រហែលជាខ្ទង់200បែប250 260ហ្នឹងពុកម៉ែបងប្អូនព្រោះយើងតាំងសបកតែឥឡូវយើងអាចបានអាឡាញមិនយើងធ្វើឲ្យសបក2គ្រាប់ដែលវាសឹកនេះពុកម៉ែបងប្អូនហើយនឹងវាសឹកសម្បកហើយវាជីទៅរៀងវេហើយយើងក៏បានលេងខ្ចៅយ៉ាន់ហើយនឹងការ៉ូជ័រ frame bow ដែរបាទហើយវីដេអូមុនក៏ខ្ញុំបានអាប់ដេតតាក់ទងទៅនឹងកញ្ចក់ដែរយើងបានអាប់ដេតបាត់ស្កុតហើយកបោលមុខនេះគឺវានៅមានបញ្ហាមួយចំនួនដែរដែលយើងអត់ទាន់បានផ្លាស់ប្ដូរហើយខ្ញុំបានសួរគេហើយទាំងដបូលមុខហើយនឹងតាក់ទងនឹងកាងមុខនេះហើយនឹងកាងក្រោយខ្ទង់100ជាងដែរយើងនឹងដូរថ្មីដែរតែយើងនៅវីដេអូក្រោយទៀតព្រោះឥឡូវយើងអត់ទាន់មានម៉ានីអត់ទាន់មានលុយដើម្បីផ្លាស់ប្ដូរទេព្រោះវាឃើញវាមានយ៉ាប់ដែរព្រោះយើងត្រូវដាក់ bumper នៅឡៃនឹងមួយទៀតដាក់ bumper រៀងលៀនចេញមកមុខណាចឹងហើយកាងយើងចាស់ពេកដាក់ទៅវាអត់សមហើយវាអត់សូវស្អាតហើយយើងនឹងអាប់ដេតបន្តទៀតបាទនៅពេលដែលយើងមានលុយយើងនឹងធ្វើការអាប់ដេតវាម្ដងតិចទៅពុកម៉ែបងប្អូនណាដែលស្រឡាញ់នឹងចូលចិត្ត Kia Visto អាចមើលវីដេអូខ្ញុំបានហើយនឹងតម្លៃលេងបាទតម្លៃលេងត្រួសប៉ុណ្ណេះអស់ខ្ទង់300-400ហើយពុកម៉ែបងប្អូនដែលយើងកាលមុនយើងអានបុកខ្ចៅហើយនឹងសំបុកអែហើយនេះកាងក្រោយវាមានស្នាមអញ្ចឹងខ្ញុំអត់ទាន់ដឹងថាយើងត្រូវដូរឬក៏យើងខាត់បៀកដើម្បីបិទស្កុតវិញទេយើងអត់ទាន់ដឹងបាទហើយនេះសបកក្រោយដែលវាឡងវាសឹកអស់លេងហើយអញ្ចឹងប្រហែលជាខ្ញុំនឹងដូរយ៉ាន់ឆាប់ដែរយ៉ាន់ខ្ញុំពងរកទិញយ៉ាន់រៀងលៀនជាងមុនដែល 7J ការ៉ាស់ឬក៏ 8J មកយកមកដាក់ឲ្យវាលៀនខ្លាំងជាងមុនបាទហើយវាឃើញស្អាតជាងមុនហើយយើងនឹងធ្វើការបដូរសបកថ្មីទាំង4គ្រាប់ដែរហើយនេះគឺជាកាងក្រោយបាទវាមានធ្លុះចឹងពុកម៉ែបងប្អូនព្រោះពីមុនគេដាក់ sensor អាយ៉ែតែឥឡូវយើងអត់ដាក់ទេយើងដោះកង្វត់ចោលហើយបាទនេះមកជុំដែលយើងបានផ្លាស់ប្ដូរហើយបាទអូខេនេះគឺជាគ្រឿងលេងមួយចំនួនទៀតដែលខ្ញុំបានចាប់ចូលហើយនឹងកបោលមុខដែលវាបានបាក់យើងបានផ្សារដែរអូខេបាទហើយនឹងគ្រឿងលេងមួយចំនួនដែលយើងបានចាប់ចូលដូចជាសបុកអែហ្នឹងហើយនឹងអាតំណប់ខ្ចៅហើយយើងនឹងអាប់ដេតខ្ចៅទីធានាមដែរនៅលើឡានយើងនឹងអាប់ដេតនៅវីដេអូបន្តទៀតហើយនឹងធ្វើការលាងម៉ាស៊ីនលាងអីដែរបើម៉ាស៊ីនវាចាស់ដែរហើយនេះគឺជានេះវាបែបដែលបាក់ហើយវីដេអូមុនខ្ញុំបានផ្លាស់ប្ដូរហើយអានេះគឺជាវីដេអូខ្ញុំថតសល់ទេពុកម៉ែបងប្អូនដើម្បីអាប់ដេតឲ្យមើលបាទហើយនឹងមានមួយចំនួនទៀតខ្ចៅអីហ្នឹងគឺយើងចាប់ចូលហើយនៅឲ្យខាច់ខែនដែលយើងអត់ទាន់បានចាប់រហូតដល់ឥឡូវព្រោះយើងត្រូវការធ្វើជើងវាហើយនេះគឺជាបូមអីវាច្រេះអស់ហើយព្រោះឡានវាចាស់ដែរពី02ពុកម៉ែបងប្អូនគេជិះអត់ថែទៀតអញ្ចឹងយើងទិញមកយើងធូរដែរយើងត្រូវរៀបវិញឲ្យនេះដែរហើយយើងគិតលុយរៀបត្រួសយើងលេងខ្លាំងមែនតើអស់ខ្ទង់2000ជាងទៀតអញ្ចឹងវាសរុបទាំងអស់វាឡានហ្នឹងចូលលបាក់3000ជាងហើយនេះគឺជាខ្សែភ្លើងវាអញ៉ៃអញ្ចឹងពុកម៉ែបងប្អូនយើងត្រូវការរៀបចំខ្សែភ្លើងអីឡើងវិញដែរកុំឲ្យវាអញ៉ៃពេកអាឡេហ្នឹងគឺអាឡេធុងទឹកអាឡេដង្ហើមធុងទឹកអញ្ចឹងគេយកមកភ្ជាប់អញ៉ៃមែនតើអូខេពុកម៉ែបងប្អូនហើយវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតដែលខ្ញុំលេងអីយើងនឹងថតទុកជូនពុកម៉ែបងប្អូនព្រោះបាត់មុខខ្ញុំរយៈពេលធំហើយព្រោះឡៃរវល់ business ខ្លួនឯងអត់ទាន់បានធ្វើវីដេអូទេបាទព្រោះជីវភាពយើងនៅខ្វះខាតយើងធ្វើ business សិនចាំយើងមានលុយចាំយើងមកធ្វើវីដេអូតាក់ទងនឹងការលេងឡានលេងម៉ូតូចែកជូនពុកម៉ែបងប្អូនដែលស្រឡាញ់វិស័យឡានផ្សេងម៉ូតូបាទអរគុណជម្រាបលាពុកម៉ែបងប្អូនហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាទបាយ